ជាអហបុត្រនមោទទាតែសិនជំវិញឋានទីព្រះអង្គទ្រង់ប្រកាសសម្ដែងនៅសតិប្បដ្ឋានសូត្រសូមអនុមោទនីជានឹងហើយញាតិញោមក៏ចែកការគ្នាដើម្បីបូជាញាតិញោមណានឹងហើយញោមបាសិកាមីក្រូចិត្តនៅដាក់អូនស្ដារញាតិញោមណាក៏បានចែកការសម្រាប់ចែកជូនដល់ញាតិញោមពុទ្ធបរិស័ទយើងក៏ដែលបានអញ្ជើញមកអំពីស្រុកកម្ពុជាញាតិញោមណាមករួមគ្នាបំពេញបុណ្យកុសលនៅប្រទេសឥណ្ឌាក៏ហើយក្នុងថ្ងៃនេះផងដែរគឺញាតិញោមពុទ្ធបរិស័ទបានអញ្ជើញមកដល់ស្ថានទីដ៏អស្ចារ្យនៅក្នុងព្រះពុទ្ធសាសនាគឺស្ថានទីព្រះអង្គទ្រង់ប្រកាសសម្ដែងនៅមហាសតបដ្ឋានៈណាសូត្រញាតិញោមណាចឹងគឺញោមក៏គិតនេះបងញោមណាគិតនេះមកបងហ្នឹងហើយរួចទៅញាតិញោមនឹងបូជាចាំស្ដាប់មេស៊ីសងញាតិញោមណាស្ដាប់មេស៊ីសងហើយសូមប្រគេនកាមេរ៉ាចំពោះប្រគុណម្ចាស់ប្រគុណមកពីនេះទៀតដើម្បីបដិទ្ធយករូបភាពណាចែកដល់ញាតិញោមពុទ្ធបរិស័ទយើងសូមចូលកាមេរ៉ាយីកាមេរ៉ាមកយីហើយនេះគេញោមអាចចូលញោមណានេះមកត្រីហើយចាំបែរមុខទៅនោះដើម្បីឲ្យប្រគុណម្ចាស់ព្រះមហាលោកចូលទៅថ្វាយផ្កានៅទីនោះហើយញាតិញោមប៉ុណ្ណាញាតិញោមពុទ្ធបរិស័ទមូលហេតុដែលបានដឹងថាទីនេះគឺជាទីកន្លែងដែលព្រះអង្គទ្រង់ប្រកាសសម្ដែងនៅសតិប្បដ្ឋានសូត្រដោយក្នុងការពេលនោះគឺព្រះបាទធម្មមាសោកញាតិញោមណាក៏ព្រះបាទធម្មមាសោកដែលជាស្ដេចមួយបានលើកស្ទួយពុទ្ធសាសនាឲ្យផ្សាយទូទាំងសកលលោកក៏ដោយសារព្រះបាទធម្មមាសោកនេះហើយដែលបាននាំបញ្ជូនពុត្រាបុត្រីក៏ទៅដល់ស្រុកខ្មែរយើងញាតិញោមណាហ្នឹងហើយពុត្រាបុត្រីរបស់ព្រះបាទធម្មមាសោកមកអីញោមមហន្តៈឧត្តរថេនិងមហន្តៈហ្នឹងនេះមហន្តថេណាមហន្តថេហើយនឹងសង្ឃបត្តាថេនេះរៃអញ្ចឹងបានសេចក្តីថាប្រទេសខ្មែរយើងក៏មានទឹកដីនៃព្រះអរហន្តដែរញាតិញោមណាទឹកដីខ្មែរយើងគឺជាទឹកដីដ៏អច្ឆរិយៈទឹកដីខ្មែរយើងគឺជាទឹកដីដែលមានព្រះអរហន្តទៅដល់ទីនោះយ៉ាងណាមិញដូច្នេះញាតិញោមពុទ្ធបរិស័ទក៏បាន